Keep it up. You are working on achieving a better society and you do that through your journalism. បើសិនជាអត់ជាប់ខ្ញុំប្រកាសជាខកខានឱកាសដ៏ល្អហើយខ្ញុំមិនដឹងថាគេបរៀនពីអីទេក៏ប៉ុន្តែពាក្យកលឹះមួយស្ថាបនារីករាយមែនទែនព្រោះដោយសារវគ្គបណ្ដុះបណ្ដាលនេះជាអីដែលខ្ញុំមើលឃើញថាវានឹងអាចជួយដល់ពួកខ្ញុំក្នុងការធ្វើកិច្ចការងារទៅលើការបង្កើតមាតិកាឬមួយក៏ទៅសេព័ត៌មានអីរបស់ខ្ញុំបានច្រើនព្រោះចំណុចទាំងអស់ហ្នឹងពួកខ្ញុំបានធ្លាប់សិក្សារៀនសូត្រដែរប៉ុន្តែវានៅគ្មានខ្វះចំណុចកលឹះច្រើនមែនទែនតែនៅពេលដែលមករៀនមកគឺយើងទទួលបានចំណុចសំខាន់មកច្រើនដើម្បីអាចយើងយកទៅអនុវត្តមួយកិច្ចការងារប្រចាំថ្ងៃរបស់យើងបានអញ្ចឹងប្លែកហើយបានចំណេះដឹងច្រើនមែនតើដោយសារតែពីមុនមកយើងក៏ដែររៀនតាក់ទងជាមួយនឹង constructive journalist ទេប៉ុន្តែខាង CCIM គាត់បានបរិយាតាក់ទងជាមួយនឹង constructive journalist ដែលវាជាទម្រង់មួយថ្មីមែនតើកន្លងមកដែរសូវមាននៅក្នុងស្រុកខ្មែរយើងពីព្រោះខ្ញុំមើលឃើញថាវគ្គហ្នឹងគឺសំខាន់សម្រាប់ខ្លួនខ្ញុំអភិវឌ្ឍសមត្ថភាពខ្លួនខ្ញុំបើសិនជាអត់ជាប់ខ្ញុំប្រកាសជាខកខានឱកាសដ៏ល្អដែលខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺព័ត៌មានដែលមិនផ្ដោតទៅលើបញ្ហាសុទ្ធទេគឺផ្ដោតទៅលើដំណោះស្រាយដែរដែលជាគេហៅថាជាចំណុចមួយដែលយើងអាចមើលឃើញភាពល្អប្រសើរទៅមុខទៀតឬក៏ក្តីសម័យក្តីសង្ឃឹមទីមួយគឺទៅលើតសស្ដំទាំង3ក្នុងការទៅសេព័ត៌មានបែបស្ថាបនាហ្នឹងហ្មងព្រោះនៅក្នុងហ្នឹងខ្ញុំមើលឃើញថាការនិយាយពីដំណោះស្រាយការចូលរួមចម្រុះឬមួយក៏ការតចែកគ្នាបែបជាធិបតេយ្យហ្នឹងគឺវាល្អមែនទែនសម្រាប់អ្នកទៅសេព័ត៌មានបែបហ្នឹងព្រោះទីមួយគឺវាធ្វើឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយដោយមិនលំអៀងឬមួយក៏មិនធ្វើការទៅសេដោយផ្ដោតទៅលើតែចំណុចណាមួយទេគឺយើងយកមកចម្រុះអញ្ចឹងចាប់អារម្មណ៍ខ្លាំងជាងគេនៅវគ្គទៅសេព័ត៌មានចម្រុះហើយនឹងការយើងទៅរកទិន្នន័យមកបញ្ជាក់បន្ថែមចំពោះលទ្ធផលដែលយើងធ្វើបានវាធ្វើឲ្យយើងកើនចំណេះដឹងច្រើនមែនទែនហើយជាពិសេសពង្រឹងទៅលើផ្នែកស្រាវជ្រាវគឺអត់សូវមានអ្នកធ្វើតាក់ទងមួយព័ត៌មានហ្នឹងឯងនៅក្នុងបរិបទស្រុកខ្មែរយើងហ្មងតោះតែអត្ថបទហ្នឹងជាប្រភេទអត្ថបទបរទេសហ្មងអាហ្នឹងគេមានព័ត៌មានបែបស្ថាបនានេះនៅក្នុង context ស្រុកខ្មែរបើសិនជាមានអ្នកធ្វើច្រើនទៅខ្ញុំគិតថាល្អមែនតើដោយសារតែវានឹងជួយក្នុងការលើកឡើងពីដំណោះស្រាយកាន់តែច្រើនពេលដែលអ្នកអានគាត់ឃើញពីដំណោះស្រាយទៅគាត់ជាចង់ចាប់អារម្មណ៍ថាគេដោះស្រាយមើលទៅមិនដែរទទួលបានលទ្ធផលមិនអញ្ចឹងណាជាជាងតែប្រោតទៅលើបញ្ហាសុទ្ធការសរសេរបែបស្ថាបនាប៉ុន្តែខ្ញុំអត់ទាន់ឃើញសម្បូរព័ត៌មានបែបយើងលើកពីបញ្ហាវារៀងច្រើនយើងដាក់បន្ទុកឃើញរៀងច្រើនប៉ុន្តែបើយើងនិយាយពីព័ត៌មានដែលពាក់ព័ន្ធនឹងការស្ថាបនាពាក់ព័ន្ធនឹងការរកដំណោះស្រាយធ្វើម៉េចបញ្ហាកើតនៅហ្នឹងហើយយើងទៅធ្វើម៉េចឲ្យរកដំណោះស្រាយមកភាគីណាខ្លះគួរតែចូលរួមបានដោះស្រាយយើងអត់ទាន់សូវឃើញមានច្រើនទេហើយសម្រាប់ខ្ញុំគិតថាបើសិនជាអ្នកកាសែតនៅក្នុងប្រទេសកម្ពុជាគាត់ចេះជំនាញព័ត៌មានស្ថាបនាគាត់ចេះជំនាញធ្វើម៉េចរកមូលហេតុដើម្បីកែលម្អត្រង់នឹងឲ្យទៅជាមានផលល្អវិញកាន់តែច្រើនខ្ញុំគិតថាល្អប្រសើរខ្លាំងមែនទែនដោយសារតែប្រទេសយើងគឺជាប្រទេសដែលកំពុងអភិវឌ្ឍអញ្ចឹងការទៅសេព័ត៌មានបែបស្ថាបនានេះគឺបានបង្ហាញពីគ្រប់ជ្រុងជ្រោយហើយក៏បានជាផ្នែកមួយក្នុងការឲ្យរដ្ឋាភិបាលឬមួយក៏បណ្ដាស្ថាប័នពាក់ព័ន្ធឬមួយក៏ប្រជាពលរដ្ឋគាត់មានការគិតពិចារណាឧទាហរណ៍ថាបញ្ហាបំរែបំរួលការសិទ្ធិដូចការឡើងកម្ដៅឡើងអីតើវាបណ្ដាមកពីមូលហេតុអីដែលកុំឲ្យតែគាត់ទទួលបានព័ត៌មានតែពីមួយជ្រុងមកថាអូខេអាហ្នឹងវាកើតឡើងដោយសារឬខងអីចឹងទៅប៉ុន្តែធៀបពិតគឺវាមានកត្តារួមផ្សំជាច្រើនអញ្ចឹងក្នុងប្រទេសដែលកំពុងអភិវឌ្ឍយើងដឹងថាមានកន្លែងខ្លះគឺវាត្រូវតែមានការអភិវឌ្ឍមានការកែសម្រួលអីអញ្ចឹងវាមានផលប៉ះពាល់ខ្លះវាមានអីខ្លះអញ្ចឹងផ្នែកមួយនៃការសរសេរព័ត៌មានបែបស្ថាបនាគឺវាជួយឲ្យប្រជាពលរដ្ឋបានទទួលដឹងរឿងពិតហើយច្បាស់ I think it's fascinating to meet and experience young Cambodians from all over the country who has met up here and jointly talking about journalistic values, what is possible in Cambodia, how do we do this best possible and best for the audiences. Constructive journalism is a new way of doing journalism that is actually a reaction to how the old-time journalism was much more into sensation into doing stories, just criticizing, and not so much as what young people want today to get what we call explainers, that things are being told and not with this necessarily aggressive way. So therefore I think it's very useful
that they learn that and that they can use it. In this case, it's more, instead of just mentioning and blaming, then it's more about, here are problems, what are the solutions? I think it's very interesting how the CCIM trainers are capable of actually creating a room, could say a room of solutions, because they all want to learn and do solutions, and they do it together. They function very well together, and I saw that. That's a very good skill that not every trainers have. Keep it up. You are working on achieving a better society, and you do that through your journalism. And if you were not there, who else would there be there to help people, to help the communities?